សម្រាប់ម្ហូបមួយមុខនេះកូននឹងខ្ញុំញ៉ាំបាយស្រូបលាយ3-4 ដងក៏អត់ធុញដែរបងប្អូនដោយសាររសជាតិឆ្ងាញ់មែនទែនចូលជាតិជាមួយនឹងត្រីនឹងតែម្ដងតោះអញ្ចឹងកុំឲ្យខាតពេលយូរទៅតាមដានជាមួយនឹងខ្ញុំពីរបៀបធ្វើត្រីចៀនជូរអែមជូនបងប្អូនទស្សនាដំបូងយើងចាប់ផ្ដើមលាយទឹកត្រីសិនមកណាបងប្អូនទឹកត្រីនេះបើសិនជាមនុស្សចាស់យើងបុកទៅមានខ្ទឹមមានម្ទេសហ្នឹងតែសម្រាប់ខ្ញុំចង់ឲ្យកូនញ៉ាំដែរអញ្ចឹងហើយអត់ដាក់ខ្ទឹមអត់ដាក់ម្ទេសទេបងប្អូនគាត់ដាក់ស្ករទឹកត្រីហើយក្រូចឆ្មាសម្រាប់ទឹកត្រីនេះរសជាតិរៀងប្រៃផ្អែមជូរអញ្ចឹងណាបងប្អូនភ្លក់មើលឲ្យល្មមទៅចាំយើងទុកម្លែកហើយសម្រាប់កូនខ្ញុំក៏អត់សូវចូលចិត្តបន្លែតាមពិតម្ហូបហ្នឹងគឺអត់ត្រូវដាក់បន្លែទេតែចង់ឲ្យគាត់ហូបបន្លែអញ្ចឹងក៏យើងលាយបន្លែខ្លះទៅណាបងប្អូនឲ្យតែមុខម្ហូបណាគាត់ចូលចិត្តនឹងខ្ញុំត្រូវតែលាយបន្លែឲ្យច្រើនសម្រាប់គាត់តែម្ដងបន្ទាប់ពីទឹកត្រីយើងល្មមហើយនេះមានបន្លែមានដូចជាការ៉ុតជាមួយនឹងស៊ុកេតាហ្នឹងបងប្អូនហើយមានត្រីសាល់ម៉ុនចំនួន2 ដុំដំបូងយើងដាក់ខ្ទះឲ្យក្តៅមកនឹងខ្ញុំចាក់អូលីវចូលដើម្បីចៀនត្រីម្ហូបមួយមុខនឹងខ្ញុំលាយឲ្យគាត់ញ៉ាំ2-3 ដងបងប្អូនគាត់អត់ធុញទេញ៉ាំលាយពេលណាក៏អស់អញ្ចឹងណាហើយពេលដែលយើងចៀនត្រីហ្នឹងយើងដាក់បន្លែចូលទៅដើម្បីឲ្យឆ្អិនជាមួយគ្នាតែម្ដងបើសិនជាបងប្អូនខ្លាចទឹកសុះហើយយើងខ្លាចដាក់ស្ករចិនពេកបងប្អូនបន្ថយទៅតាមហ្នឹងទៅណាយើងដាក់ចៀនជាមួយនឹងត្រីចឹងទៅបន្លែយើងរៀងឆ្អិនណាអញ្ចឹងក្មេងញ៉ាំអត់អីទេបងប្អូនហើយនឹងខ្ញុំត្រងប្រេងអូលីវដែលចៀនហ្នឹងចេញខ្លះព្រោះច្រើនពេកเนาะហើយយើងប្រែថ្នមបងប្អូនត្រីហ្នឹងវាងាយនឹងបាយចឹងណាត្រីឆាប់ឆ្អិនដែរបងប្អូនយើងមិនបាច់ចៀនយូរខ្លាំងពេកទេបន្ទាប់ពីឆ្អិនប៉ុណ្ណឹងហើយយើងយកទឹកដែលយើងលាយមិញចាក់ចូលណាបងប្អូនចាក់ចូលយើងរងាស់រឿងទឹកត្រីហ្នឹងរៀងបន្តិចចាំយើងបិទភ្លើងជាការស្រេចព្រោះយើងត្រូវការទុកទឹកខ្លះដើម្បីស្រូបបាយឲ្យកូនអញ្ចឹងបងប្អូនតែប៉ុណ្ណឹងរួចរាល់ហើយម្ហូបយើងបងប្អូនហើយបងប្អូនអាចសាកល្បងធ្វើវិធីនេះសម្រាប់កូនបងប្អូនញ៉ាំបានមនុស្សចាស់ក៏ញ៉ាំបានដែរគ្រាន់តែយើងចង់ឲ្យទឹកត្រីយើងឆ្ងាញ់មានរសជាតិឆ្ងាញ់យើងដាក់បុកទៅបងប្អូនបុកទឹកត្រីផ្អែមហ្នឹងហើយយើងសូកពីលើទៅបងប្អូនបាយប៉ុណ្ណឹងហើយខ្ញុំដាក់បន្លែជាមួយនឹងត្រីគាត់ញ៉ាំឡើងអស់តែម្ដងញ៉ាំស្រូបឲ្យញ៉ាំថ្ងៃប៉ុណ្ណឹងនឹងងាយខ្ញុំដាក់ប៉ុណ្ណឹងទៀតគាត់ញ៉ាំអស់ទៀតរសជាតិឆ្ងាញ់ណាស់គាត់ចូលចិត្តរៀងប្រៃផ្អែមជូរអញ្ចឹងណាវីដេអូហ្នឹងតែប៉ុណ្ណឹងទេបាយបាយ